រាប់ម្ចាស់សហគ្រាសទាំងអស់ដែលចូលមកធ្វើការជាមួយយើងហ្នឹងគឺមិនថាបានផលិតផលគំរូបានការធ្វើតេស្តវិភាគត្រឹមត្រូវការបង្ហាត់បច្ចេកទេសទៅតាមកន្លែងឬមកកម្មកយើងផ្ទាល់នេះប៉ុន្តែយើងជួយផ្សព្វផ្សាយក៏ទៀតអាដាមមានសារអីជាពិសេសសម្រាប់យុវជនយើងដែលមានគំនិតចង់ផលិតជាផលិតផលអាហារក៏ប៉ុន្តែមិនដឹងថាគួរចាប់ផ្ដើមពីកន្លែងណាបាទក៏អរគុណសម្រាប់សំណួរនេះហើយសំណួរនេះគឺជាសំណួរដែលមានសារៈសំខាន់ខ្លាំងពីព្រោះយើងមានគេហៅថា success story ជាច្រើនដោយសារយើងបានសហការជាមួយឧត្តមសិក្សាមហាវិទ្យាល័យបាទអញ្ចឹងសិស្សមហាវិទ្យាល័យរបស់យើងក៏ដូចជាបងប្អូនមួយចំនួនគាត់ទុំតែហ៊ានចប់គាត់មានគំនិតច្នៃប្រឌិតគាត់ចង់ផលិតផលអីមួយអញ្ចឹងគាត់ពេលដែលគាត់មានការគិតក្នុងការផលិតហ្នឹងគឺគាត់អាចមកកន្លែងយើងបានយើងអាចជួយគាត់ពីព្រោះយើងក៏មានគេហៅថា special case មួយចំនួនដើម្បីជួយជំរុញគាត់ដែរពីព្រោះធម្មតាម្ចាស់សហគ្រាសគាត់មកគាត់មានធនធានមនុស្សគាត់មកស្ដាប់ប៉ុន្តែសម្រាប់និស្សិតរបស់យើងឬមួយក៏គាត់ទុំតែរៀនចប់គាត់ចូលមកយើងហ្នឹងគឺយើងរៀនជួយគាត់ច្រើនគួរសមខ្ញុំធ្លាប់ឃើញដែរពួកគាត់ដូចជាបាទគាត់ផលិតជានំផលិតជាអីបានច្រើនហើយមានតែការវិខ្ចប់អ្នកខ្លះឃើញគាត់ធ្វើសម្បកវិខ្ចប់គាត់ល្អទៅទៀតបាទនេះហើយគឺជាសក្តានុពលរបស់ប្រទេសយើងយើងពឹងផ្អែកទៅលើបងប្អូនចំនួនក្រោយនេះដើម្បីធ្វើម៉េចជួយផលិតពីព្រោះជំនាន់មុនយើងខំប្រឹងផលិតហើយប៉ុន្តែក្មេងៗជំនាន់ក្រោយគឺគាត់ឆ្លាតមែនទែនពេលដែលគាត់រៀនចប់ហ្នឹងគាត់មានការច្នៃប្រឌិតហើយពេលដែលគាត់ផលិតហ្នឹងគាត់មិនឲ្យតែស្អាតទេសូម្បីតែកញ្ចក់នំរបស់គាត់ហ្នឹងក៏មើលទៅគួរឲ្យចង់ទិញដែរបើអាហ្នឹងកាលមុនយើងផលិតលក់3000រៀលហើយអាចឡើងដល់5-6000ដោយសារការវិខ្ចប់របស់គាត់ហ្នឹងអញ្ចឹងកន្លែងហ្នឹងហើយដែលខ្ញុំគិតថាជាសក្តានុពលមួយកន្លែងយើងអាចជួយទៅដល់បងប្អូននិស្សិតឬមួយក៏គេហៅថា entrepreneur អ្នក start up ដែលចង់ផលិតផលអ្វីមួយហ្នឹងគឺអាចមកយើងបានយើងនឹងខំប្រឹងជួយដើម្បីធ្វើម៉េចឲ្យគាត់បង្កើតផលិតផលថ្មីៗហ្នឹងសម្រាប់យើងទាំងអស់គ្នាហ្នឹងខ្ញុំសូមបញ្ជាក់បន្តិចទៀតដែរជូនតែអាដាមហើយនឹងម្ចាស់សហគ្រាសដែលបានចូលមកដែលគាត់នឹង apply ចូលមកកន្លែងយើងនេះគឺមានចំណុចមួយដែលតាក់ទងតេស្តវិភាគនេះដូចខ្ញុំបានបញ្ជាក់ពីមុនអញ្ចឹងកន្លែងផលិតកម្មខ្នាតតូចរបស់យើងគឺកន្លែងធ្វើផលិតផលគំរូពេលដែលគាត់ធ្វើផលិតផលគំរូដែរហើយគាត់អាចវិនិយោគលើការទិញឧបករណ៍ពេលដែលចូលមកកន្លែងតេស្តវិភាគរបស់យើងគឺតេស្តបឋមអញ្ចឹងយើងជួយវិភាគដើម្បីថាឥឡូវផលិតផលគាត់ហ្នឹងគឺមានគុណភាពហើយសុវត្ថិភាពហើយប៉ុន្តែវាមិនមែនជាគេហៅថាចុងក្រោយទេពីព្រោះពេលដែលគាត់ថាឥឡូវផលិតចេញជាផលិតផលហើយវិភាគហើយមានភាពត្រឹមត្រូវអស់ហើយពេលហ្នឹងហើយដែលយើងណែនាំទៅម្ចាស់សហគ្រាសថាពេលនេះគឺអ្នកឯងអាចទៅទិញឧបករណ៍ប៉ុន្តែក៏ត្រូវតែចុះបញ្ជីផលិតផលពេលយើងចុះបញ្ជីផលិតផលហ្នឹងគឺយើងនឹងយកផលិតផលយើងហ្នឹងទៅតេស្តនៅមន្ទីរពិសោធន៍ជាតិរបស់យើងនេះដែលគេហៅថា STINL វាជាមន្ទីរពិសោធន៍ជាតិហ្នឹងគឺគាត់មាន ISO ទទួលស្គាល់ពីអន្តរជាតិអញ្ចឹងពេលដែលគាត់តេស្តវិភាគហ្នឹងហើយបានន័យថាពេលដែលមានលទ្ធផលចេញពីកន្លែងមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍របស់យើងនេះគឺមានការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិអញ្ចឹងមិនត្រឹមតែអាចលក់នៅក្នុងប្រទេសទេប៉ុន្តែគាត់អាចនាំចេញទៅទីផ្សារអន្តរជាតិបានទៀតហើយកន្លែងហ្នឹងហើយជាចំណុចសំខាន់ដើម្បីជូនដល់ម្ចាស់សហគ្រាសយើងបាទសំខាន់ណាស់ការយកគំនិតនៅក្នុងខួរក្បាលបាទហើយបង្កើតចេញទៅជាផលិតផលមានរូបមានរាងមានសម្បកវិខ្ចប់ច្បាស់លាស់បាទចេញពីគំនិតនេះឲ្យទៅជា brand ឲ្យទៅជាអាជីវកម្ម